សួស្តីបងថ្ងៃនេះខ្ញុំបញ្ចែកម្លែកមកបងឲ្យដឹងពីអត្ថប្រយោជន៍នៃការពាក់ត្បូង amethyst ឬក៏ត្បូងកែវនំវ៉ានថាវាមានអត្ថប្រយោជន៍អីខ្លះនៅពេលដែលយើងពាក់វាជាប់ខ្លួនឬក៏មានវានៅក្នុងផ្ទះអញ្ចឹងសម្រាប់ត្បូង amethyst ឬក៏ត្បូងកែវនំវ៉ាននេះគឺយើងអាចរកវាបាននៅខេត្តកំពង់ធំនៅក្នុងប្រទេសកម្ពុជាយើងណាបងជាប្រភេទត្បូងធម្មជាតិដែលមានកម្រិតរឹងចាប់ពី6ចុចរហូតដល់7ចុចហើយសម្រាប់ជំនឿនៃការពាក់ត្បូងនេះគឺត្រូវបានគេជឿថាវាអាចជួយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនរួមមានធ្វើឲ្យការគេងរបស់យើងកាន់តែប្រសើរឡើងផ្ដោតអារម្មណ៍បានល្អជាងមុននិងការយល់ដឹងខាងវិញ្ញាណជាពិសេសគឺវាអាចជួយបន្ធូរបន្ថយភាពតានតឹងរបស់យើងនៅពេលដែលយើង stress យើងអីហ្នឹងយើងពាក់ត្បូងហ្នឹងវាអាចជួយយើងបានមួយផ្នែកដែរហើយមួយទៀតសម្រាប់បងដែលគាត់ពិបាកក្នុងការគេងគាត់គេងអត់លក់យើងមានត្បូងហ្នឹងនៅក្បែរខ្លួនយើងមិនបាច់ចាំពាក់ក៏បានគ្រាន់តែទុកនៅក្បែរខ្លួនក៏វាអាចជួយឲ្យយើងគេងលក់ស្រួលជាងមុនហើយជួយឲ្យយើងអត់ឈឺក្បាលដែរបងហើយនៅមានឯកសារផ្សេងច្រើនទៀតខ្ញុំរៀបរាប់អត់អស់ទេបងចង់ដឹងអាចទៅឆែកក្នុងអ៊ីនធឺណិតបានណាបងហើយសម្រាប់កងនេះដែរគឺបងស្រីគាត់កំងសម្រាប់យកពាក់ប្រចាំថ្ងៃគាត់កំងធ្វើ platinum ទឹក7កន្លះដែលប្រើអស់ 4G 6ហ៊ុន9លីជាមួយនឹងត្បូងកែវនំវ៉ានឬត្បូង amethyst នេះចំនួន33ការ៉ាត់ដែលស្មើនឹង34គ្រាប់ស្អាតមែនទែនបងមើលមាំណាយើងធ្វើឲ្យមាំទៅយើងអាចពាក់ប្រចាំថ្ងៃបានអញ្ចឹងបើសិនជាបងមានតម្រូវការត្បូងធម្មជាតិក៏ដូចជាគ្រឿងអលង្ការត្បូងដែលប្រណិតកុំភ្លេចរតនបៃលិនអរគុណ